តោះសួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញអំពីរបៀបភ្ជាប់ប្រចាំខែ Macphone ហ្នឹងហើយបងប្អូនដែលចង់ភ្ជាប់ជាប្រចាំខែគឺយើងចំណាយទឹកប្រាក់ចំនួន$6សម្រាប់ការភ្ជាប់ប្រចាំខែអញ្ចឹងជំហានដំបូងដែលយើងចូលទៅភ្ជាប់ប្រចាំខែគឺយើងចូលមកហើយមួយទៀតសម្រាប់ដែលបងប្អូនចង់ភ្ជាប់ប្រចាំខែមុននឹងយើងចង់ភ្ជាប់ប្រចាំខែគឺយើងត្រូវផ្ដាច់នៅគម្រោងចាស់ដែលយើងធ្លាប់ប្រើពីមុនហ្នឹងគឺយើងចូលមកផ្ដាច់គម្រោងចាស់សិនអញ្ចឹងបងប្អូនចុចបើយើងចង់ផ្ដាច់គម្រោងចាស់គឺយើងចុចផ្កាយ15 35ផ្កាយ0ធុងជ្រូកអញ្ចឹងបងប្អូនចុចបញ្ជូនទៅហ្នឹងហើយនេះហើយគឺយើងចង់ផ្ដាច់ប្រព័ន្ធចាស់ចោលគឺវាផ្ញើសារបែបនេះហ្នឹងហើយបន្តមកទៀតយើងដើម្បីភ្ជាប់ប្រចាំខែ$6គឺយើងចូលមកចុចផ្កាយ15 35ផ្កាយ$6ទងជ្រូកនេះគឺសម្រាប់ដែលបងប្អូនចង់ភ្ជាប់សេវាកម្មប្រចាំខែដែលប្រើ$6ក្នុងមួយខែគឺយើងចុចបែបនេះហើយបន្តមកទៀតបងប្អូនចង់ដឹងថាទឹកប្រាក់គោលរបស់យើងទិន្នន័យគោលរបស់យើងមានប៉ុន្មានបងប្អូនចុចផ្កាយ1201ផ្កាយសុំទោសបងប្អូន1202ផ្កាយត្រង់ជ្រូកនេះអញ្ចឹងបើសិនជាបងប្អូនចង់ដឹងទិន្នន័យគោលដែលបងប្អូនបានភ្ជាប់ហើយមានប៉ុន្មានគឺយើងចុចតម្រងបែបនេះគឺយើងចុច1202ធុងជ្រូកបញ្ជូនហ្នឹងហើយជាការស្រេចឲ្យបងប្អូនយើងសម្រាប់បងប្អូនដែលភ្ជាប់សេវាកម្ម$6រយៈពេលមួយខែហ្នឹងហើយវីដេអូយើងគឺមានតែប៉ុណ្្នេះដែរហើយសូមអរគុណបងប្អូនដែលបានចូលទស្សនាពីរបៀបភ្ជាប់ទឹកប្រាក់ប្រចាំខែហ្នឹងហើយសូមអរគុណបងប្អូនអរគ្នា